បាទជំរាបសួរដើម្បីបំពេញបែបបត់នៅច្រកព្រំដែនទៅប្រទេសថៃអ្នកគ្នាអាចបំពេញបែបបត់តាមអនឡាញបានអញ្ចឹងអ្នកជាដំបូងអ្នកគ្នាចូល Google ជ្រុះមកវាយពាក្យ TDAC បាទនឹងមកវានឹងឃើញលោតចេញ website មួយបាទអញ្ចឹងអ្នកគ្នាចូល arrival card ហើយបំពេញឈ្មោះរបស់អ្នកនាមតកូលហើយបំពេញនាមខ្លួនរបស់យើងបន្ទាប់ទៀតកន្លែង middle name យើងមកហត់បំពេញទៅយើងបំពេញកន្លែងលេខលិខិតឆ្លងដែនរបស់យើងលេខប្រមាណតមកទៀតយើងដាក់ Cambodia មកបាទហើយដាក់ថ្ងៃខែឆ្នាំកណ្ដាលរបស់យើងបាទហើយយើងពេញកន្លែង Cambodia មកតទៅទៀតយើងមកពីសៀមរាបយើងដាក់សៀមរាបទៅអញ្ចឹងតើតើនឹងការធ្វើដំណើររបស់យើង trip របស់យើងហ្នឹងយើងទៅដើម្បីធ្វើអីគេបាទអញ្ចឹងយើងពេញបែបបត់ថ្ងៃចូលបាទពេញបែបបត់ថ្ងៃចូលថ្ងៃណាហើយយើងចេញពីណាទៅបាទយើងចេញពីCambodia ទៅអញ្ចឹងយើងដាក់ Cambodia មកតទៅទៀតគោលបំណងនៃការដំណើររបស់យើងហ្នឹងការធ្វើដំណើររបស់យើងហ្នឹងទៅធ្វើអីគេអញ្ចឹងយើងដាក់ business ដាក់ business ហ្នឹងមានន័យថាយើងធ្វើចំនួនឬក៏យើងលំហែកាយយើងទៅយើងដាក់ holiday អញ្ចឹងទៅបាទមួយទៀតមធ្យោបាយក្នុងការធ្វើដំណើរបើសិនជាយើងធ្វើដំណើរតាមជិះឡានអីទេយើងអាចដាក់ land មកបាទដាក់ land ហ្នឹងយើងដាក់ប្រភេទអីគេយើងជិះ van ឬក៏ជិះអីអញ្ចឹងយើងដាក់ van មកយើងមកបាទយើងដាក់ VIP អញ្ចឹងទៅ VIP van នេះទៅហើយបន្តមកទៀតតើយើងចាក់ចេញពីថៃមកវិញថ្ងៃណាបាទយើងជ្រើសរើសថ្ងៃមកយើងដាក់សិនទៅទោះបីយើងមិនទាន់ច្បាស់ថ្ងៃយើងដាក់សិនក៏បានដែរអត់អីទេពេលគេ scan passport របស់យើងគេនឹងដឹងហើយថាយើងចូលឬក៏ចេញថ្ងៃណាបាទតមកទៀតអានេះប្រភេទការធ្វើដំណើររបស់យើងណាខ្ញុំដាក់ VIP van ទៅឲ្យវារៀងលយបន្តិចបាទតមកទៀតយើងចុច transport ហ្នឹងយើងមកហត់ដាក់ទេដោយសារយើងមិនមែន transit គេថាយើងមិនទៅប្រទេសទី3ទេតមកទៀតយើងដាក់កន្លែង province យើងចេញទៅកន្លែងណាកន្លែងយើងទៅហ្នឹងណាយើងទៅប្រទេសថៃហ្នឹងតំបន់ណាបាទខេត្តណាអញ្ចឹងយើងដាក់បឹងកកមកយើងទៅទីក្រុងបឹងកកយើងដាក់បឹងកកតែបើយើងទៅកន្លែងផ្សេងយើងដាក់កន្លែងផ្សេងទៅបាទអញ្ចឹងកន្លែងហ្នឹងយើងដាក់ឲ្យមានព័ត៌មានសិនទៅទោះបីយើងគោលបំណងយើងទៅកន្លែងផ្សេងក៏ដោយយើងដាក់សិនទៅបាទកន្លែងស្រុកឬក៏សង្កាត់អីនេះអ្នកគ្នាដាក់ទៅបាទដាក់អ្វីដែលមានព័ត៌មាននៅក្នុងហ្នឹងយើងដាក់សិនទៅប៉ុន្តែបើយើងដឹងព័ត៌មានច្បាស់យើងដាក់ទៅវាដឹងជាក់លាក់អញ្ចឹងណាបាទទាំងអាស័យដ្ឋាននិងកន្លែង postcode នេះមានកន្លែងតំបន់តែយើងទៅកន្លែងណាបាទអញ្ចឹងខ្ញុំចេះតែដាក់សិនទៅបើសិនយើងអត់ស្គាល់ឈ្មោះទេយើងមានឈ្មោះមួយនៅតាម address ហ្នឹងយើងសរសេរសិនទៅតទៀតយើងចុចទៅមុខទៀតបែបកម្មពេញបែបបត់ចុងក្រោយមកអត់ជ្រើសរើសទេកន្លែងនេះយើងចុចទៅមុខទៅបាទតទៀតយើងចុចទៅមុខយើងនឹងបានកាតបំពេញបែបបត់បើយើងពេញ 100% ហើយបាទអញ្ចឹងយើងអាច download បានបាទយើងអាចចុច download យើងចុច I understand មក I agree read មកហើយយើងចុច submit ទៅតមកទៀតយើងនឹងបានសំទោសបាទកន្លែងនេះយើងត្រូវដាក់ email សិនដាក់ email របស់យើងណាបាទយើងមាន email យើងដាក់ email មកបាទតមកទៀតចាំយើងចុច submit បាទយើងចុច submit ទៅវានឹងទទួលបានឲ្យយើង download បាទពេលយើងចុច download វានឹង load ទៅកន្លែងដែលយើងចង់ឲ្យ save file នឹងនៅកន្លែងណាអញ្ចឹងណាបាទអញ្ចឹងយើងអាច save នៅក្នុង file របស់យើងមកបាទបន្តទៀតយើងអាចចុច open មកយើងនឹងបានរួចរាល់